ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានដែលមានចំណងជើងថាបងថ្លៃនិងប្អូនថ្លៃមានមនុស្សពីរនាក់ជាបងថ្លៃប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅស៊ីទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបត់ខ្មាក់ខេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរៈនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីអ្នកចော့បើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចោះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចីមកបងក៏យកចង្កេះចាប់មួយមកពោមរួចចិញ្ចក់អស់ខ្ជាក់សម្បកខ្ចីនោះដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះក៏ខំចិញ្ចក់អង្ហើយខំទាំងទំពាសម្បកខ្ចីនោះតតែល្អត់ខំលេបទៅទៀតប្អូនឃើញដូច្នេះក៏លែងស៊ីខ្ចីនោះទៅចាប់យកឯអំពៅដែលគេឡាយទុកនៅចាននោះមកស៊ីរួចគេយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេទៀតខំទំពីអំពៅតតែល្អិតកាសលេបទៅទៀតប្អូនលែងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទើបតែនឹងពោមជួលក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាសនោះហើយអស់សំណើចទប់មិនឈ្នះក៏ចេញសំលេងមកលឺតែខឹកដោយហេតុខ្យល់ទប់ខឹកនោះមីសួរវាស្ទុឡើងទៅចូលឯរុនច្រមុះទាំងទីចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នេះក៏ចោលចង្កេះទៅក្នុងថាទេលែងស៊ីហើយស៊ីឯទៀតធ្វើតាមស៊ូមបីខ្ចោយនឹងអំពៅទាំងសម្បកទាំងកាសក៏ស៊ីបានទាំងអស់ដល់មីសួរឃ្លុនឹងចំមុកដូច្នេះធ្វើតាមមិនបានទេប្អូនឯងស៊ីតែឯងចុះបងលែងស៊ីហើយស៊ីទៅទៀតមិនកើតទេសូមជួយចុច like និង subscribe ផងណាព្រោះស្អាតស្រីស្អាត